អភិបាលខេត្តកំពង់ចាមបានថ្លែងថាកត្តារួបរวมថែរក្សាសុខសន្តិភាពគឺនាំមកនូវការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមអាយដាមអ៊ុនច័ន្ទដាបានថ្លែងថាកត្តារួបរวมថែរក្សាសុខសន្តិភាពគឺនាំមកនូវការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរដូច្នេះយើងត្រូវបន្តរួបរวมគ្នាដើម្បីកសាងសង្គមជាតិនិងកសាងនូវជីវភាពសម្រាប់ខ្លួនឯងនិងកូនចៅរបស់យើងគ្រប់ជំនាន់ទៅមុខទៀតថ្លែងបែបនេះក្នុងកម្មវិធីសម្ពោធផ្លូវកៅស៊ូប្រភេទ DBST និងបេតុងប្រវែង 5.5 គីឡូម៉ែត្រនិងសមិទ្ធផលនានាវត្តភ្នំព្រះវិហារស្ថិតក្នុងភូមិព្រះវិហារឃុំតាំងក្រសាំងស្រុកបាធាយនាព្រឹកថ្ងៃទី9 ខែមិនិនាឆ្នាំ 2025 ក្រោមវត្តមានអាយដាមឃ្លូតផនប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាមក្នុងឱកាសនោះដែរអាយដាមអ៊ុនច័ន្ទដាអភិបាលខេត្តកំពង់ចាមបានថ្លែងថាសមិទ្ធផលដែលបានប្រារព្ធពិធីសម្ពោធនាថ្ងៃនេះក្រៅពីផ្លូវក្រាលកៅស៊ូនិងផ្លូវបេតុងសរុប 5.510 ម៉ែត្រពីភ្នំព្រះវិហារឆ្លងកាត់ភូមិចំនួន3រហូតដល់ភូមិបឹងវែងឃុំតាំងក្រសាំងគឺយើងនឹងមានសមិទ្ធផលផ្សេងៗចំនួន15មុខទៀតដែលចំណាយថវិកាអស់ប្រមាណជា$2 លានអាមេរិកទាំងនេះសបញ្ជាក់ឲ្យឃើញពីការរីកចម្រើននៃសេដ្ឋកិច្ចជាតិក៏ដូចជាបង្ហាញអំពីប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើងជាមួយគ្នានោះអាយដាមអភិបាលខេត្តក៏បានស្នើដល់ព្រះសង្ឃលោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់សូមធ្វើការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀននិងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ពលគឺត្រូវជៀសវាងការបង្កើតជាក្រុមបងធំបងតូចជាពិសេសត្រូវជំរុញកូនចៅឲ្យខិតខំរៀនសូត្រដើម្បីឲ្យក្លាយទៅជាធនធានមនុស្សដែលមានសក្តានុពលសម្រាប់បន្តវេនក្នុងការកសាងជាតិឲ្យមានការរីកចម្រើនទៅថ្ងៃអនាគតបើតាមលោកអូតឈៀងលីអភិបាលស្រុកបាធាយបានឲ្យដឹងថាស្រុកបាធាយមានវត្តចំនួន40ក្នុងនោះវត្តធម្មយុត្តកនិកាយមានចំនួន4វត្តព្រះសង្ឃសរុបចំនួន862អង្គភិក្ខុមានចំនួន144អង្គនិងសាមណេរចំនួន718អង្គសាលាពុទ្ធិកបឋមសិក្សាមានចំនួន4សាលាកម្រងទី1សាលាពុទ្ធិកអនុវិទ្យាល័យសុវណ្ណគិរីជើងឆ្នុកទី2សាលាពុទ្ធិកអនុវិទ្យាល័យវិរិយៈបណ្ឌិតោប៉ាងខណ្ឌទី3សាលាពុទ្ធិកបឋមសិក្សាកំរងផ្អៅនិងទី4សាលាពុទ្ធិកបឋមសិក្សាកំរងទំនប់